សូមជំរាបសួរខ្ញុំបាទឈ្មោះឧត្តមជានាយកប្រតិបត្តិនៃ Money Foundation ថ្ងៃនេះ Money Foundation ពិតជាមានមោទនភាពមែនទែនដែលបានចូលរួមចំណែកគាំទ្រនៅក្លឹប runner ទាំង16ក្លឹបនៅទូទាំងប្រទេសកម្ពុជាឲ្យគាត់អាចប្រារព្ធនៅការរត់ដើម្បីវរៈជនជួរមុខនៅថ្ងៃទី17ខែធ្នូឆ្នាំ2025នេះបាទដូចអ្នកទាំងអស់គ្នាបានឃើញហើយព្រឹត្តិការណ៍ថ្ងៃនេះគឺមានសារៈសំខាន់មែនទែនដើម្បីបង្ហាញអំពីមោទនភាពមនោសញ្ចេតនានិងជាពិសេសនៅស្មារតីសាមគ្គីភាពរបស់ប្រជាជាតិខ្មែរយើងទាំងមូលតែម្ដងកម្មវិធីនេះមិនអាចប្រព្រឹត្តទៅបានទេបើសិនជាគ្មាននៅស្មារតីសាមគ្គីភាពជាធ្លុងមួយរបស់គណៈកម្មការរៀបចំកម្មវិធីដែលជាក្លឹប runner ទាំង16គ្រាន់តែខ្ញុំមកមើលឃើញព្រឹត្តិការណ៍នេះខ្ញុំមានព្រឺសម្បល់បាទហៅ goosebump ព្រឺសម្បល់មែនតើនៅទឹកចិត្តរបស់អ្នកទាំងអស់គ្នាហើយពួកគាត់ធ្វើកម្មវិធីនេះក្នុងរយៈពេលខ្លីមែនតើបាទខ្លីមែនតើរយៈពេលតែប្រហែលថ្ងៃទេមិនដល់មួយសប្តាហ៍ផងបាទអាចនាំកម្លាំងមហាជនដែលចូលរួមបាញ់មិញនេះអត់ក្រោម 4000 នាក់ទេបាទអញ្ចឹងហើយក្រោមកិច្ចសហការនិងការគ្រប់គ្រងយ៉ាងពេញទំហឹងពីសហភាពសហព័ន្ធយុវជនកម្ពុជានិង Money Foundation ពួកគាត់បានសម្រេចនៅគោលដៅដ៏ធំមួយបង្ហាញអំពីទឹកចិត្តសាមគ្គីគ្នាជាកម្លាំងចិត្តដើម្បីផ្ញើជូនទៅបងវរៈកងយុទ្ធជននៅជួរមុខរបស់យើងអ្វីដែលជាសារសំខាន់នៅថ្ងៃនេះគឺយើងចង់បង្ហាញថាប្រជាជនខ្មែរជួរក្រោយមិនបោះបង់ជួរមុខបាទទី1ទី2យើងចង់បង្ហាញអំពីនៅសមានចិត្តចូលរួមនៅទុកសោកដែលកើតចេញអំពីសោកនាដកម្មនៃសង្គ្រាមដូច្នេះហើយស្មារតីថ្ងៃនេះគឺសំខាន់ទៅលើគុណតម្លៃនៃសន្តិភាពដែលមិនអាចខ្វះបានខ្ញុំសង្ឃឹមថាកម្លាំងមហាសាមគ្គីនៃមហាគ្រួសារខ្មែរនឹងនៅតែបន្តដរាបណាកម្ពុជានៅតែត្រូវការសន្តិភាពជាសារចុងក្រោយជូនទៅបងកងកម្លាំងដែលនៅឈរជើងនៅជួរមុខការពារបូរណភាពទឹកដីនៃប្រជាជាតិកម្ពុជាពួកយើងខ្ញុំជាប្រជាជនជួរក្រោយជាយុវជននៅខាងក្រោយមិនដែលមួយវិនាទីណាភ្លេចនៅភាពក្លាហានការលះបង់និងការពលីរបស់បងមួយវិនាទីណាឡើយពួកយើងនៅរួមសុខរួមទុក្ខជាមួយបងរហូតដល់ទីបញ្ចប់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសិទ្ធយើងបានមើលឃើញយើងស្ដាប់ឮហើយយើងបានទទួលនៅអារម្មណ៍លំបាករបស់បងប្អូនយើងមិនទៅណាចោលបងប្អូនទេកម្លាំងរបស់យើងទាំងអស់នៅទីនេះយើងធ្វើការផងយើងគិតគង់ជីវភាពខ្លួនឯងផងប៉ុន្តែយើងក៏មិនភ្លេចនៅការចូលរួមចំណែកដើម្បីជួយរំលែកទុក្ខរបស់បងប្រជាពលរដ្ឋដែលកំពុងភៀសសិទ្ធដែរស្បៀងជាច្រើន100ឡានដឹកចេញពីរាជធានីភ្នំពេញនិងគ្រប់ច្រកល្ហកនៃព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់បងព្រោះពួកយើងបានយល់នៅទុក្ខលំបាកមួយនេះជូនចំពោះប្រជាពលរដ្ឋប្រជាជាតិកម្ពុជាទាំងមូលយើងរួមចិត្តដើម្បីជាតិយើងទាំងអស់គ្នាសូមអរគុណ